banជំរាបសួរខ្ញុំបានរទ្ធីសប្តាហ៍ថ្ងៃជាពលករនៅក្នុងប្រទេសថៃសារអាត់វីដេអូមួយនេះខ្ញុំសូមផ្ញើជូនទៅលោកពូយាយកំស្រីដោយសារតែខ្ញុំជាអ្នកគ្រប់គ្រងនៅគោលជំហររបស់លោកពូដែលលោកពូបានសូមបញ្ជាក់ឲ្យកូនខ្មែរគ្រប់រូបដឹងថាទង្វើរបស់ស្ដេចនយោបាយនៅប្រទេសខ្មែរនិងទង្វើអាក្រក់របស់លោកហ៊ុនសែនដូច្នេះខ្ញុំជាអង្គចៅក្រមសាធារណៈក្នុងអន្តរបណ្ដាញម្នាក់ដែលលោកពូបានប្រកាសអនុញ្ញាតខ្ញុំគឺសូមបដិសេធនៅខ្សែវីដេអូមួយរបស់លោកពូដែលថាឯកឧត្តមសំរស៊ីជាអាយ៉ងរបស់អបិសាចសេះអនុដូច្នេះខ្ញុំសូមបដិសេធនៅអ្វីដែលលោកពូបានជំរុញឲ្យអាដាមសំស៊ីមិនឲ្យដង្ហែព្រះមហាក្សត្រមិនឲ្យគ្រប់គ្រងនៅព្រះមហាក្សត្រពីព្រោះខ្ញុំគិតថាបើសិនជាលោកពូប្រឹងជំរុញប្រជាជាតិខ្មែរសូមឲ្យឯកឧត្តមសំរស៊ីប្រឆាំងនឹងស្ដេចលទ្ធផលគឺមានពីរបើតាមគំនិតខ្ញុំទី1ផលល្អទី2ផលអាក្រក់ផលល្អគឺសម្រាប់ផ្សាយព័ត៌មានដល់ជនរួមជាតិខ្មែរទាំងអស់ឲ្យដឹងថាពូជពងស្ដេចគឺជាពូជពងឥតបានការគឺជាពូជពងបំផ្លាញជាតិជាពូជពងអាយ៉ងយួនគឺជាស្ដេចមិនស្រឡាញ់ប្រទេសជាតិខ្លួនឯងធ្វើតែតាមបញ្ជារបស់លោកហ៊ុនសែននិងខ្លាចបាត់បង់រាជបល្ល័ង្ករបស់ខ្លួនផលអាក្រក់គឺបើសិនជាពេលនោះឯកឧត្តមសំរស៊ីប្រកាសជាសាធារណជនតើលោកពូមានគិតទេថាលោកហ៊ុនសែនឆ្លៀតឱកាសពេលនោះហើយលោកហ៊ុនសែនឆ្លៀតឱកាសមកចាក់ប្តឹងឯកឧត្តមសំរស៊ីថាឯកឧត្តមសំរស៊ីមិនគោរពស្ដេចហ៊ានបរិហាគេដល់ព្រះមហាក្សត្រគេនឹងឆ្លៀតឱកាសនេះសម្រាប់យកឯកឧត្តមសំរស៊ីចូលគុកឬក៏ឯកឧត្តមសំរស៊ីអាចរត់ចាក់ចេញពីស្រុកខ្មែរទៀតហើយលោកពូមានគិតថាបើសិនជាគ្មានមេដឹកនាំដែលកំពុងតែវឹកវរនៅសពថ្ងៃនេះបើសិនជាគ្មានមេដឹកនាំតើប្រទេសនឹងចលាចលប៉ុណ្ណាសពថ្ងៃយើងត្រូវការមេដឹកនាំខ្ញុំគ្រប់គ្រងនៅអ្វីដែលលោកពូបាននិយាយថាមិនឲ្យបរិគុណឯកឧត្តមសំរស៊ីទៅតាក់ទងជាមួយចិនពីព្រោះខ្ញុំយល់ថាប្រទេសខ្មែរជាង50ឆ្នាំហើយមិនដែលរួចអំពីកុម្មុយនីសទេដូច្នេះខ្ញុំគ្រប់គ្រងត្រង់ចំណុចនេះប៉ុន្តែខ្ញុំសូមមិនគ្រប់គ្រងនៅលោកពូដែលឆាប់ជំរុញនយោបាយឲ្យអាដាមសំរស៊ីប្រកាសជាអាឡារឹកថាមិនទទួលស្គាល់ស្ដេចមែនយើងមានសន្ធិសញ្ញាឆ្នាំ91នៅទីក្រុងប៉ារីសយើងមានអន្តរជាតិចាំជួយប៉ុន្តែបើសិនជាឯកឧត្តមសំរស៊ីជាប់គុកឬក៏ឯកឧត្តមសំរស៊ីរត់ចេញពីស្រុកល្មមតែអន្តរជាតិមកចុះជួយប្រជារាស្ត្រខ្មែរទៅជាយ៉ាងណាខ្ញុំជឿថាលោកពូដឹងខ្ញុំឆ្ងល់តែហេតុអ្វីបានលោកពូនៅតែជំរុញឲ្យឯកឧត្តមសំរស៊ីធ្វើអញ្ចឹងទៀតជារាស្ត្រខ្មែររងទុក្ខវេទនាខ្ញុំក៏ដឹងលោកពូក៏ដឹងខ្ញុំដឹងថាស្ដេចយ៉ាងណាលោកពូបានបញ្យល់ជាសាធារណជនពីមុនដែលខ្ញុំមិនធ្លាប់ដឹងសោះប៉ុន្តែខ្ញុំបានមើលសារវីដេអូរបស់លោកពូបានធ្វើឲ្យខ្ញុំមានចំណេះដឹងជាងមុនបើសិនជាយើងគ្មានមេដឹកនាំសពថ្ងៃហ៊ុនសែនប្រើល្បិចចាប់ឯកឧត្តមសំរស៊ីឬក៏ឯកឧត្តមសំរស៊ីចេញពីស្រុកទៀតតើប្រទេសជាតិយើងទៅជាយ៉ាងណាលោកពូសូមលោកពូឆ្លើយខ្ញុំគិតថាលោកពូជំរុញនយោបាយនេះគឺលឿនពេក
ដូច្នេះក្មួយនឹងចាំតបខ្សែអាត់វីដេអូរបស់លោកពូមកប្រាប់ក្មួយវិញនៅឆ្លើយសំណួរក្មួយវិញពីខ្ញុំរិទ្ធីស្រុកកំណើតកំពង់ចាមសពថ្ងៃជាពលករនៅក្នុងប្រទេសថៃសូមអរគុណ